nhưng mà đăng thang tiktok bao nhiêu rồi gặp phải bao nhiêu nó miền friend cho bắp sầu tinประมาณnày chả chẳng bông ôn na chỉ friend บប់ sầu tin không mình được cái này chảสำหรับខ្ញុំគឺខ្ញុំនៅតែចែករំលែកជាមួយនឹងច្បាប់ស្រុកទៀនក៏ដូចជាការពង្រីកពង្រឹងផ្លូវចិត្តផងដែរព្រោះការចែករំលែកទៅដល់បងប្អូនគឺស្មើនឹងខ្ញុំដាស់តឿនខ្លួនឯងដូចគ្នាចាអញ្ចឹងកាលណាដែលខ្ញុំអត់ដាស់តឿនខ្លួនឯងក៏ភ្លេចខ្លួនដែរបងប្អូនណាចាធម្មតាខ្ញុំមានគ្រូបាអាចារ្យខ្ញុំមាន master mind របស់ខ្ញុំដែលនៅចាំដាស់តឿនខ្ញុំហើយខ្ញុំក៏ត្រូវតែដាស់តឿនខ្លួនឯងចាអញ្ចឹងការចែករំលែករបស់ខ្ញុំគឺស្មើនឹងការដាស់តឿនខ្លួនឯងដូចគ្នាចាអញ្ចឹងមនុស្សយើងបើសិនជាអត់មានអ្នកដាស់តឿនឬក៏យើងអត់បានដាស់តឿនខ្លួនឯងណាធ្វើយើងភ្លេចខ្លួនមកចាព្រោះថាជីវិតយើងនៅលើโลกនេះណាបងប្អូនកិច្ចអត់ផុតទេច្បាប់ស្រុកទាញនោះមិនថាបងប្អូនអ្នកបានស្គាល់ច្បាប់ស្រុកទាញហើយអ្នកបានរៀនបានអនុវត្តហើយឬក៏អ្នកអត់ដែលស្គាល់សោះតែហ្មងណាចាក៏បងប្អូនស្ថិតនៅក្រោមច្បាប់នេះទាំងអស់ចាខ្ញុំគ្រាន់តែចែករំលែកតែប៉ុណ្្នឹងឯងខ្ញុំគ្រាន់ថាបងប្អូនស្ថិតនៅក្រោមច្បាប់នេះទាំងអស់បងប្អូនជឿឬមិនជឿអាស្រ័យទៅលើបងប្អូនតែខ្ញុំមានក្តីស្រឡាញ់ការចែករំលែកចាទៅដល់មនុស្សរំលោភទាំងអស់ចាអញ្ចឹងបងប្អូនច្បាប់ស្រុកទាញយើងអាចនិយាយបានថាស្រួលក៏ថាបានពិបាកក៏ថាបានព្រោះវាទៅការហ្វឹកហាត់ចិត្តខ្លួនឯងចាហ្វឹកហាត់ចិត្តខ្លួនឯងអញ្ចឹងបើសិនជាយើងចាគិតនៅរឿងរ៉ាវល្អល្អនោះបានន័យថាយើងកំពុងតែបញ្ចេញរលកហ្វ្រេកង់បញ្ចេញរលកសញ្ញាចាល្អទៅតាក់ទាញរឿងល្អឲ្យចូលមកក្នុងជីវិតបើសិនជាយើងបញ្ចេញរឿងមិនល្អយើងស្មុគស្មាញយើងកើតទុកយើង stress យើងធុញយើងម៉ូម៉ៅយើងក្តៅក្រហល់កាហាយអាហ្នឹងណាយើងក៏កំពុងតែបញ្ចេញរលកហ្វ្រេកង់ដូចគ្នាយើងក៏កំពុងតែទៅស្រូបទាញភាពក្តៅក្រហល់កាហាយភាពម៉ូម៉ៅភាពទុក្ខសោកឲ្យចូលមកក្នុងជីវិតដូចគ្នាអញ្ចឹងសរុបរួមមកច្បាប់ស្រូបទាញគេធ្វើការឲ្យយើងទៀងត្រង់ណាបងប្អូនបញ្ចេញរលកបែបណាបញ្ចេញអ្វីទៅបានន័យថារាល់ការគិតរាល់ការនិយាយចារាល់ការនឹកឃើញនិយាយទៅគ្រប់កាយវិការគ្រប់អិរិយាបថទាំងអស់យើងបញ្ចេញទៅគឺគេតែងតែយកនៅអ្វីដែលយើងបញ្ចេញទៅហ្នឹងណាត្រឡប់មកឲ្យយើងវិញទាំងអស់ចាអាហ្នឹងហៅថាការស្រូបទាញចាគេយកតែអ្វីដែលយើងគិតទៅយកមកឲ្យយើងគេយកតែអ្វីដែលយើងបញ្ចេញទៅគេត្រឡប់មកឲ្យយើងវិញទាំងអស់បងប្អូនចាគ្រាន់តែថាពេលរឿងខ្លះវាមិនមែនយើងបញ្ចេញទៅភ្លាមវាឡងមកភ្លាមទេវាមានពេលវេលាបងប្អូនចាដោយធម៌ព្រះលោកបាននិយាយថាកម្មណាដែលអ្នកសាងកម្មនោះមិនដែលភ្លេចអ្នកណាអ្នកទៅដល់ទីណាក៏វាទៅតាមដែរមិនថាកម្មល្អឬកម្មមិនល្អទេច្បាប់ស្រុកទាញដូចគ្នាអ្នកគិតអីអ្នកបាននឹងហើយគ្រាន់តែថាដល់ពេលវេលាមួយដែលត្រូវហុចផលហុចផ្លែហុចផ្កាអញ្ចឹងណាបងប្អូនចាអញ្ចឹងបងប្អូនទាំងអស់គ្នាបើសិនជាអ្នកទាំងអស់គ្នាគិតថាคลิปមួយនេះចាជាការចែករំលែកមួយនេះល្អបងប្អូនកុំភ្លេចជួយ like និងជួយ share ចាចែកជូនបងប្អូនបន្តទៀតផងដែរហើយខ្ញុំនៅតែបន្តរាល់ការចែករំលែករឿងរ៉ាវល្អៗចាដូចខ្ញុំបានបញ្ជាក់ចឹងការចែករំលែករបស់ខ្ញុំគឺស្មើនឹងការដាស់តឿនខ្លួនឯងដូចគ្នាចាអញ្ចឹងមនុស្សយើងតែអត់បានដាស់តឿនខ្លួនឯងទេអត់មានអ្នកជួយដាស់តឿនឬក៏អត់បានដាស់តឿនខ្លួនឯងទេគឺងាយនឹងភ្លេចខ្លួនជាទីបំផុត